ជំរាបសួរបងជំរាបសួរបាទបងគ្មានឈ្មោះអីដែរច័ន្ទច័ន្ទថនបាទបងឈ្មោះច័ន្ទថនហើយបងនៅភូមិខ្នាអញ្ចឹងណាចាបងអាយុប៉ុន្មានហើយ43បាទភ្នែកខាងឆ្វេងរបស់បងឥឡូវមើលអត់ឃើញអញ្ចឹងភ្នែកខាងឆ្វេងណាចាភ្នែកខាងឆ្វេងហ្នឹងខុសយូរនៅហើយ4ឆ្នាំ4ឆ្នាំហើយពីដំបូងឡើយវាមិនវាឈឺមិនខ្លះដំបូងឡើយវាក្រហមក្រហមហើយវាភ្នែកក្រហមយើងបាទតែពេលវាហមទៅគេតក់ឆ្នាំទៅវាខំឲ្យវាហូរឈាមទៀតមានហូរឈាមទៀតបាទហូរឈាមហើយខ្ញុំទៅពេទ្យទៅដល់ពេទ្យពិនិត្យមើលគេថាអីទីឡើងទៅឲ្យតាមតក់ពេលយើងតក់ទៅវាធូរបាទដល់ពេលវាអត់ធូរហើយយើងទៅពិសាមួយគេម្ដងទៀតថាបែរមានបញ្ហាភ្លេងក្បាយអីចឹងខ្ញុំចង់បកចឹងគេថាអីទៀតគេឲ្យឆ្នាំយើងតក់ទៀតបាទតែពេលតក់ទៅអត់ធូរទៅឈប់ប្រើព្រមពេលជាស្លឹកមលូស្លឹកស្អីច្រើនណាស់គេប្រាប់ច្រើនតែធ្វើតាមគេវាអត់បាច់តែវាដាច់អាសហ្នឹងវាទៅអញ្ចឹងថាមិនធំគេពឺសអញ្ចឹងនិយាយរួមមកពេលដែលបតក់ឆ្នាំហ្នឹងយើងនៅមើលឃើញយើងនៅមើលឃើញវានៅទូចទេណាដល់ពេលបន្ទាប់ពីយើងផ្លុំស្លឹកមលូអីមកវាទៅជាធំទៅបាទអញ្ចឹងពីមុនមកគេឲ្យយើងតាមដានថាអត់អីទេគេឲ្យយើងដាក់ថ្នាំតាមគេទៅណាដល់ពេលដាក់ថ្នាំហ្នឹងវាល្ងឹតហើយឬមួយក៏វានៅតែភ្លឺនៅឡើយទេពេលហ្នឹងវាបាំងទូចទេវាបាំងទូចទេណាបាំងទូចទេរហហើយបន្ទាប់មកទៀតបងក៏យកទៅពិភាក្សាជាមួយអ្នកភូមិអ្នកអីចឹងទៅគេប្រាប់ឲ្យផ្លុំផ្លឹកម្លូផ្លឹកអីខានកាលនោះថ្នាំខ្មែរដាក់អីគេខ្លះច្រើនមានស្លឹកស្នាយហើយស្ពងបាយមានច្រើនណាស់បាទយើងធ្វើតាមគេតិចទៅគេឲ្យញ៉ាំអាខ្លាំងខ្មែរស្អីហ្នឹងគេញ៉ាំបាទវាបាត់អញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែចង់ផ្ដាំផ្ញើទៅរឿងដូចបទពិសោធន៍របស់បងអញ្ចឹងដាក់ថ្នាំពេទ្យទៅតាមដានមួយពេទ្យវានៅបាំងទូចទេតែដោយសារតែយើងជឿយើងចង់សាកដែរបាទដល់ពេលចង់សាកដែរដល់ឥឡូវភ្នែកខាងឆ្វេងគឺមើលអត់ឃើញទេរាល់ថ្ងៃនេះគឺរស់រំពឹងលើភ្នែកខាងស្ដាំបាទសុទ្ធបាទអញ្ចឹងបងអត់សូវចេះនិយាយអញ្ចឹងខ្ញុំអ្នកផ្ដាំផ្ញើចំនួនចោះព្រោះមានមនុស្សច្រើនណាស់ដែលគាត់ឈឺភ្នែករហ័សគាត់ទៅសាកមើលថ្នាំនេះថ្នាំនោះផ្លុំចេះផ្លុំចោះអញ្ចឹងមកដល់ឥឡូវនេះបងមករកខ្ញុំដោយសារតែបងគាត់ថាឮម៉ាក់ខ្ញុំនិយាយថាបកទៅអាចភ្លឺអញ្ចឹងហើយគាត់បងមកដល់ដំបូងគឺបងសប្បាយចិត្តគឺថាអាចភ្លឺហើយដល់ពេលមកដល់ខ្ញុំពិនិត្យមើលទៅខ្ញុំឃើញថាបងអត់មានកើតបាយភ្នែកទេភ្នែកបងគឺមិនមែនកើតបាយភ្នែកទេបើបាយភ្នែកនៅខាងក្រោយតែភ្នែកបងគឺខូចកញ្ចក់ភ្នែកហ្មងអញ្ចឹងដូចខ្ញុំសួរដូចខ្ញុំមើលឃើញអញ្ចឹងខ្ញុំសួរបងភ្លាមថាពីមុនមកបងធ្លាប់មានក្រហមភ្នែកឈឺភ្នែកខ្លាំងហើយធ្លាប់មានផ្លុំមានអីអត់បងក៏ឆ្លើយមកអញ្ចឹងបទពិសោធន៍មួយនេះមិនមែនតែជួបបងមួយទេខ្ញុំជួបអ្នកផ្សេងទៀតអញ្ចឹងហើយទៅខ្ញុំច្បាស់លាស់ខ្ញុំច្បាស់ថាបទពិសោធន៍មួយនេះខ្ញុំធ្លាប់ជួបនៅពេលដែលគាត់ក្រហមភ្នែករហហើយគាត់ផ្លុំថ្នាំខ្មែរគាត់ដាក់មលូដាក់ស្អីណាដាក់ស្លាដាក់អីនៅខ្លះរហូតដល់ដាក់តែក្រាញ់ទៀតអញ្ចឹងហើយវាជាបទពិសោធន៍មួយដែលឈឺចាប់ដែលយើងប្រាស់ថ្នាំដែលយើងអត់បានពិនិត្យបានតាមត្រឹមត្រូវហើយកញ្ចក់ភ្នែកពិបាកនឹងព្យាបាលអញ្ចឹងអរគុណបងសម្រាប់ការចែកចាយបាទវាជាចំណេះដឹងមួយកុំឲ្យអ្នកផ្សេងជួបបញ្ហាដូចយើងអរគុណបាទ